ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេតែថៃទៅវិញទេដែលតែងតែគិតនិងនិយាយអំពីការបិទច្រមុះខ្មែរតាមរយៈវោហារស័ព្ទនយោបាយនិងសកម្មភាពជាក់ស្ដែងមួយថ្ងៃគេនិយាយតែពីការបិទច្រមុះខ្មែរផ្ដាច់ជំនួយនិងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិតនិងគ្រប់វិស័យតាំងពីចុងខែឧសភាឆ្នាំមុនគេបានបង្កហេតុដោយចុះមកបាញ់សម្លាប់កងទ័ពយើងម្នាក់នៅក្នុងលេនដ្ឋានឲ្យបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ចាប់តាំងពីពេលនោះមកគេបានបង្កហេតុជាបន្តបន្ទាប់ហើយឈានទៅដល់ការបិទព្រំដែនជាឯកតោភាគីនៅក្នុងប្រទេសគេឯណោះវិញក៏មានសម្លេងពីគ្រប់ច្រកល្ហកអំពាវនាវឲ្យផ្ដាច់អគ្គិសនីផ្ដាច់អ៊ីនធឺណិតបិទការនាំចូលប្រេងឥន្ធនៈនិងបញ្ឈប់ការនាំចូលទំនិញពីថៃសពបែបយ៉ាងគេគិតថាការបិទច្រមុះខ្មែរបែបនេះនឹងធ្វើឲ្យសេដ្ឋកិច្ចខ្មែរដួលរលំហើយប្រជាជនខ្មែរនឹងស្លាប់ក្នុងរយៈពេល3ខែគេបានមើលងាយខ្មែរយើងថាជាប្រទេសតូចក្រីក្រនិងមានប្រជាជនជាងកន្លះប្រទេសជាអ្នកសុំទានហើយបើគ្មានថៃខ្មែរនឹងដាច់ពោះស្លាប់មិនខានគេទម្លាក់កម្រិតទំនាក់ទំនងការទូតជាឯកតោភាគីដល់កម្រិតលេខាទូតទី2ជាងនេះទៅទៀតប្រជាជនថៃជ្រុលនិយមមួយចំនួនបានធ្វើទុកបុកម្នេញរើសអើងនិងប្រើអំពើហិង្សាសពបែបយ៉ាងលើប្រជាជននិងពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃទន្ទឹមនឹងនេះអាជ្ញាធរថៃនិងក្រុមហ៊ុនថៃមួយចំនួនក៏បានស្វែងរកលេសនិងប្រើល្បិចកលដើម្បីបណ្ដេញពលករខ្មែរឲ្យត្រឡប់មកស្រុកវិញដោយគេរំពឹងថាពលករទាំងនោះនឹងអត់ការងារធ្វើខ្លាចទៅជាអ្នកសុំទានហើយចុងក្រោយត្រូវបង្ខំចិត្តត្រឡប់ទៅរកការងារនៅថៃវិញកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតកាលពីម្សិលមិញនេះមានសមាជិកព្រឹទ្ធសភាថៃមួយរូបបានលើកសំណើឲ្យផ្ដាច់ជំនួយនិងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិតនិងគ្រប់វិស័យជាមួយខ្មែរទៀតផងប៉ុន្តែឥឡូវនេះរយៈពេលជាង1ឆ្នាំបានកន្លងផុតទៅហើយតើសេដ្ឋកិច្ចខ្មែរដួលរលំដូចគេថាទេតើប្រជាជនខ្មែរដាច់ពោះស្លាប់ទេតើពលករខ្មែរត្រឡប់មកស្រុកវិញខ្លាចទៅជាអ្នកសុំទានដូចគេរំពឹងទេតើខ្មែរខ្វះប្រេងឥន្ធនៈឬគ្មានអ៊ីនធឺណិតប្រើដោយគេគិតទេតើខ្មែរឯកោពីពិភពលោកខាងក្រៅទេដូច្នេះតើនេះឬដែលគេហៅថាខ្មែរបិទច្រមុះថៃការពិតខ្មែរមិនដែលគិតនិងមិនដែលធ្វើសកម្មភាពក្នុងគោលបំណងបិទច្រមុះថៃឡើយខ្មែរគ្រាន់តែធ្វើតបតាមអ្វីដែលថៃបានចាប់ផ្ដើមមុនតែប៉ុណ្ណោះពលគឺខ្មែរគ្រាន់តែយកនំថៃឲ្យថៃហូបវិញតែប៉ុណ្ណោះគេបិទព្រំដែនជាឯកតោភាគីយើងគ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះហើយក៏មិនដែលនិយាយរឿងបើកព្រំដែនឡើងវិញម្ដងណាឡើយព័ត៌មានរឿងបិទរឿងបើកគឺចេញតែមកពីខាងភាគីថៃខ្លួនឯងគេប្រកាសកាត់អគ្គិសនីនិងអ៊ីនធឺណិតយើងក៏ផ្ដាច់ខ្លួនឯងមិនបាច់រងចាំឲ្យគេមកកាត់ទេគេប្រកាសបិទការនាំចូលប្រេងឥន្ធនៈយើងក៏បញ្ឈប់ការនាំចូលទាំងស្រុងគេប្រកាសបិទការនាំចូលស្បៀងអាហារយើងក៏បញ្ឈប់ការនាំចូលបន្លែផ្លែឈើត្រីសាច់និងគ្រឿងកំប៉ុងពីគេវិញរីឯពលករយើងវិញមិនបានវិលត្រឡប់ទៅរកការងារធ្វើក្នុងប្រទេសថៃវិញដូចគេគិតឡើយពួកគាត់ភាគច្រើនមានការងារធ្វើក្នុងស្រុកនិងបង្កើតមុខរបរផ្ទាល់ខ្លួនបើនិយាយពីទំនាក់ទំនងការទូតវិញខ្មែរមិនមែនមានទំនាក់ទំនងតែជាមួយថៃទេខ្មែរមានទំនាក់ទំនងជាមួយប្រទេសនានាជាច្រើនទាំងក្នុងតំបន់និងសកលលោកនេះមិនមែនជាការបិទច្រមុះថៃទេតែជាការឆ្លើយតបចំពោះសម្ពាធដែលគេបានដាក់មកលើយើងពលគឺថៃទេដែលបានបាច់អង្កាំបញ្ច្រាស់ខ្យល់មកលើយើងមុនប្រជាជនថៃមួយចំនួនកំពុងច្រឡំសម័យកាលដោយគេគិតថាស្ថានភាពខ្មែរបច្ចុប្បន្នគឺស្ថានភាពខ្មែរក្រោយឆ្នាំ1979
ខ្មែរយើងជាប្រទេសតូចណាស់មិនដែលមានបំណងទៅបិទច្រមុះឬបិទមាត់អ្នកណាឡើយប៉ុន្តែក្នុងពេលប្រឈមមុខនឹងការប្រមាថនិងសម្ពាធពីខាងក្រៅនិងភាពអាម៉ាស់របស់ប្រទេសជាតិយើងត្រូវតែប្រឹងរស់ប្រឹងរីកចម្រើននិងប្រឹងរួបរวมគ្នាជាធ្លុងមួយយើងមិនត្រូវបែកបាក់គ្នាក្នុងមហាគ្រួសារខ្មែរទេយើងត្រូវប្រមូលផ្ដុំកម្លាំងកាយប្រាជ្ញាស្មារតីនិងមនសិការជាតិដើម្បីកសាងនិងពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យមានតែភាពរឹងមាំរបស់ជាតិប៉ុណ្ណោះដែលអាចធ្វើឲ្យជាតិដទៃលែងហ៊ានប្រមាថឈ្លានពានយើងនិងធានាបាននូវឯករាជ្យស្វ័យភាពអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងបានថ្ងៃទី28ខែឧសភាស្មារតីសាមគ្គីធ្លុងមួយនិងមនសិការចងចាំប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរថ្ងៃនេះគឺថ្ងៃទី28ខែឧសភាឆ្នាំ2026ជាទិវាគម្រប់ខួប1ឆ្នាំពេញនៃព្រឹត្តិការណ៍ដ៏ឈឺចាប់និងអយុត្តិធម៌បំផុតមួយដែលបានកើតឡើងលើបូរណភាពទឹកដីនៃមាតុភូមិរបស់យើងដែលទាហានថៃបានបើកការបាញ់ប្រហារយ៉ាងឃោរឃៅមកលើវីរៈកងទ័ពខ្មែរម្នាក់គឺលោកស៊ុនរ៉ោនបណ្ដាលឲ្យពលិជីវិតយ៉ាងអយុត្តិធម៌បំផុតកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025ខណៈដែលលោកកំពុងបំពេញភារកិច្ចការពារបន្ទាត់ព្រំដែនដូនតានិងបូរណភាពទឹកដីជាតិនេះមិនមែនគ្រាន់តែជាការបាត់បង់ជីវិតវីរៈកងទ័ពម្នាក់ប៉ុណ្ណោះទេក៏ប៉ុន្តែវាគឺជាដំណើរប្រវត្តិសាស្ត្រដែលប្រទេសជាតិដែលប្រជាជាតិខ្មែរទាំងមូលត្រូវតែចងចាំជានិច្ចឈាមរបស់វីរៈជនយើងដែលបានស្រក់លើដីព្រំដែនមិនមែនស្រក់ដោយឥតនៃនោះឡើយផ្ទុយទៅវិញវាបានកើនឡើងជានិមិត្តរូបនៃការលះបង់ដើម្បីជាតិនិងជាកម្លាំងចិត្តដ៏ខ្លាំងក្លានៅក្នុងការដាស់ស្មារតីសាមគ្គីភាពនិងឆន្ទៈរឹងមាំរបស់ប្រជាជាតិខ្មែរឲ្យរួបរวมគ្នានៅពីក្រោយជំហរដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងទាមទារបូរណភាពទឹកដីរបស់យើងដោយគ្មានការរាថយបើយើងពិនិត្យឲ្យស៊ីជម្រៅនៅក្នុងទស្សនវិជ្ជាប្រវត្តិសាស្ត្រនិងនយោបាយសកម្មភាពបង្កហេតុប្រដាប់អាវុធនិងការឈ្លានពានរបស់ថៃនៅពេលនេះមិនមែនជារឿងចៃដន្យឬជាចំនួនបច្ចេកទេសព្រំដែនធម្មតានោះឡើយផ្ទុយទៅវិញវាបានបង្ហាញយ៉ាងច្បាស់នៅផ្នត់គំនិតអាណានិគមនិយមបែបថ្មីរបស់ក្រុមអ្នកនយោបាយនិងមេទ័ពដេរិឆានរបស់ប្រទេសថៃដែលនៅតែមានទស្សនៈមើលកម្ពុជាតាមកញ្ចក់ប្រវត្តិសាស្ត្រចាស់និងព្យាយាមប្រើប្រាស់អំណាចជារដ្ឋធំដើម្បីដាក់សម្ពាធគំរាមកំហែងនិងជិះជាន់លើប្រទេសជិតខាងដែលតូចជាងជាយូរមកហើយបញ្ហាព្រំដែនជាមួយនឹងកម្ពុជាតែងតែត្រូវបានអ្នកនយោបាយថៃយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយផ្ទៃក្នុងនៅពេលដែលថៃជួបវិបត្តិនយោបាយសេដ្ឋកិច្ចឬការប្រកួតប្រជែងអំណាចផ្ទៃក្នុងពួកគេតែងតែប្រើវោហារសាស្ត្រជាតិនិយមជ្រុលដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងនិងកេងចំណេញប្រជាប្រិយភាពនយោបាយរយៈពេលខ្លីមេរៀនប្រវត្តិសាស្ត្រដ៏ជឿជាក់ដែលប្រជាជាតិខ្មែរត្រូវចងចាំគឺការឈ្លានពានរបស់ថៃតាំងពីអតីតកាលរហូតដល់ការបាញ់ប្រហារថ្ងៃទី28ខែឧសភាឆ្នាំ2025និងសង្គ្រាមប្រដាប់អាវុធធំៗទាំងពីរលើកក្នុងឆ្នាំ2025និងលើកទី1ក្នុងខែកក្កដានិងលើកទី2ក្នុងខែធ្នូគឺជាភស្តុតាងបង្ហាញថានេះមិនមែនជាឧបទ្ទវហេតុដាច់ដោយឡែកទេប៉ុន្តែជាផ្នត់គំនិតនិងអាកប្បកិរិយាឈ្លានពានដែលមានលក្ខណៈជាប្រព័ន្ធនិងកើតឡើងឥតឈប់ឈរដូច្នេះប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធអ្នកនយោបាយនិងអ្នកដឹកនាំខ្មែរគ្រប់រូបត្រូវតែមានមនសិការចងចាំប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់មិនត្រូវធ្វើប្រហែសឬចាញ់បោកវោហារសាស្ត្រផ្អែមល្ហែមខាងការទូតរបស់សត្រូវឈ្លានពានជាដាច់ខាតហើយត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះចរិតឈ្លានពាន
របស់ប្រទេសថៃដែលបានបង្ហាញខ្លួនម្ដងហើយម្ដងទៀតនៅក្នុងប្រវត្តិសាស្ត្រដូចអ្វីដែលយើងកំពុងមើលឃើញនៅក្នុងរយៈពេល1ឆ្នាំកន្លងមកនេះគឺទោះបីជាមានបទចម្បាញ់ក៏ដោយក៏ភាគីថៃនៅតែបន្តរំលោភលើកិច្ចព្រមព្រៀងនិងបន្តចូលកាន់កាប់ទឹកដីកម្ពុជាដែលខុសច្បាប់ពួកគេបានធ្វើសកម្មភាពព្រៃផ្សៃជាច្រើនដូចជាការដាក់កុងតេន័ររីកបន្លាលូដើម្បីបិទគប់ផ្ទះសម្បែងនិងស្រែចម្ការរបស់ប្រជាពលរដ្ឋខ្មែរការកសាងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធានិងការចុះបញ្ជីប្រាសាទបុរាណខ្មែរនៅតាមបណ្ដោយព្រំដែនទៅក្នុងបញ្ជីបេតិកភណ្ឌថៃជាដើមសកម្មភាពព្រៃផ្សៃទាំងនេះបង្ហាញយ៉ាងច្បាស់ថាជាការអនុវត្តយុទ្ធសាស្ត្របង្កើតអង្គហេតុជាក់ស្ដែងនៅលើដីយុទ្ធសាស្ត្រនេះគឺជាការព្យាយាមប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែស្ថានភាពដើមនៃព្រំដែនបង្កើតទស្សនវិជ្ជាខុសច្បាប់ថ្មីមួយនៅលើដីរួចហើយព្យាយាមអូសបន្លាយពេលដើម្បីឲ្យសហគមន៍អន្តរជាតិនិងកម្ពុជាទទួលស្គាល់តាមក្រោយទង្វើបែបនេះមិនមែនត្រឹមតែរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាដែលផ្ទុយពីផែនទីប្រវត្តិសាស្ត្រខនាត1/200,000ប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរប្រជាពលរដ្ឋស៊ីវិលខ្មែរជាងកន្លះលាននាក់ត្រូវបានភៀសខ្លួនបាត់បង់ផ្ទះសម្បែងស្រែចម្ការការងារនិងជីវភាពរស់នៅរហូតមកដល់ពេលនេះប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាននៅឡើយដោយសារការគំរាមកំហែងនិងការហុំព័ទ្ធដោយខុសច្បាប់ទៅលើផ្ទះសម្បែងនិងស្រែចម្ការរបស់ពួកគាត់ដោយភាគីថៃនេះគឺជាទង្វើដ៏ព្រៃផ្សៃដែលមិនអាចទទួលយកបានឡើយលើពីនេះទៅទៀតកាលពីថ្ងៃទី24ខែឧសភាឆ្នាំ2026កន្លងទៅថ្មីនេះលោកអនុទិនបានថ្លែងទៅកាន់សហគមន៍ថៃនៅទីក្រុងប៉ារីសដោយប្រកាសយ៉ាងក្រអឺតក្រទមថាថៃនឹងប្រកល់ទឹកដីដែលខ្លួនឈ្លានពានបានមកឲ្យកម្ពុជាវិញជាដាច់ខាតនេះជាការស្ដែងចេញនូវវោហារសាស្ត្របែបរដ្ឋទំនើងដែលខ្វះការទទួលខុសត្រូវមិនគោរពច្បាប់ទម្លាប់អន្តរជាតិនិងជាល្បិចបង្វែរការចាប់អារម្មណ៍ពីវិបត្តិនយោបាយសេដ្ឋកិច្ចឬការប្រកួតប្រជែងអំណាចនៅក្នុងប្រទេសរបស់ខ្លួនទោះបីជាភាគីថៃព្យាយាមប្រើវោហារសាស្ត្ររឹងរូសនិងក្រអឺតក្រទមបែបណាក៏ដោយក៏កម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ភាពចាស់ទុំនិងភាពឆ្លាតវៃខាងយុទ្ធសាស្ត្រកម្ពុជាបានជ្រើសរើសផ្លូវសន្តិវិធីការទូតនិងច្បាប់អន្តរជាតិជាមធ្យោបាយស្នូលក្នុងការដោះស្រាយជម្លោះការប្រកាន់ខ្ជាប់នៅការគោរពច្បាប់អន្តរជាតិនេះបានផ្ដល់ឲ្យកម្ពុជានូវឧត្តមភាពខាងសីលធម៌និងភាពស្របច្បាប់នៅលើឆាកអន្តរជាតិយើងបានបង្ហាញថាកម្ពុជាជារដ្ឋដែលស្រឡាញ់សន្តិភាពមានការទទួលខុសត្រូវនិងគោរពច្បាប់អន្តរជាតិខណៈដែលភាគីថៃកំពុងបង្ហាញចរិតនៃការប្រើអំណាចជារដ្ឋធំដើម្បីរំលោភបំពានលើបទដ្ឋានច្បាប់អន្តរជាតិនិងឈ្លានពានប្រទេសជិតខាងដែលតូចជាងជំហរដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការប្រមូលភស្តុតាងប្រើប្រាស់យន្តការច្បាប់និងតស៊ូមតិលើឆាកអន្តរជាតិដើម្បីទាមទារយកទឹកដីដែលត្រូវបានឈ្លានពានមកវិញគឺជាយុទ្ធសាស្ត្រដែលមានភាពត្រឹមត្រូវមានភាពស្របច្បាប់និងមានទម្ងន់ក្នុងរយៈពេលវែងក្នុងឱកាសរំលឹកខួប1ឆ្នាំនៃការបាត់បង់និងការឈ្លានពាននេះសូមបងប្អូនជនរួមជាតិខ្មែរគ្រប់រូបគ្រប់ទិសទីនិងគ្រប់និន្នាការនយោបាយប្រែក្លាយការជឿចាប់និងការប្រមាថរបស់សត្រូវឈ្លានពានមកលើប្រជាជាតិយើងទៅជាសកម្មភាពជាក់ស្ដែងរួមមានទី1សាមគ្គីភាពផ្ទៃក្នុងជាមហាកំពែងការពារជាតិប្រជាជាតិខ្មែរត្រូវតែរួបរวมគ្នាជាធ្លុងមួយនិងគាំទ្ររាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខឯកភាពជាតិនិងសាមគ្គីភាពផ្ទៃក្នុងគឺជាខឿនការពារជាតិដ៏រឹងមាំបំផុតដែលអាចបង្កើនភាពធន់ផ្ទៃក្នុងនិងធ្វើឲ្យសត្រូវឈ្លានពានមិនអាចបំបែកបំបាក់យើងបាន